ខ្ញុំមិនចង់ទេណាខ្ញុំអត់ចង់គិតថាយើងមានវិធានការសម្រាប់មន្ត្រីរបស់យើងគាត់កាពេកប៉ុកគាត់រឿងតូចតាចប៉ុន្តែរឿងអត់តូចតាចទេណាប្រជាពលរដ្ឋគាត់ចាំមើលយើងណាបាទរាប់ពាន់រាប់ម៉ឺនភ្នែករបស់ប្រជាពលរដ្ឋនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី26អាណត្តិទី4របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺដែលធ្វើឡើងក្រោមអធិបតីភាពអាដាមយឹមសុខុមប្រធានក្រុមប្រឹក្សាខេត្តនិងអាដាមបណ្ឌិតជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺកាលពីពេលថ្មីកន្លងទៅនេះថ្លែងនៅក្នុងកិច្ចពិភាក្សាអាដាមអភិបាលខេត្តលោកបានធ្វើការណែនាំទៅដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធអាជ្ញាធរពាក់ព័ន្ធរួមនឹងបងប្អូនប្រជាពលរដ្ឋរួមគ្នាដើម្បីខេត្តកំពង់ស្ពឺមានការអភិវឌ្ឍរីកចម្រើនអាដាមអភិបាលខេត្តកំពង់ស្ពឺមានប្រសាសន៍សង្កត់ធ្ងន់ថាបទបញ្ជាតែម្ដងទៅដល់មន្ត្រីអង្គភាពពាក់ព័ន្ធក៏ដូចគ្នាជាមួយអាបាលក្រុងស្រុកសូមមេត្តាជួយមើលមែនទែនបាទចំណែកផ្លូវក៏ដូចគ្នាជាមួយសម្រាមប្រសិនបើជាអស់លោកធ្វើមិនល្អទេខ្ញុំគិតថានោះជាសមត្ថកិច្ចរបស់អាដាមធានកសាខេត្តជាមួយខ្ញុំបាទអត់ទុកលោកទៀតទេអស់លោកទៀតទេឥឡូវក្មេងៗបាទមានន័យថាអស់លោកក្មេងៗយ៉ាងខំសុំមេត្តាជួយផងណាដោយវាគ្មិនរបស់យើងបានលើកដាក់ឡើងអំបញ្ញមិញមុននេះតិចបើយើងជិះតាមផ្លូវយើងរំពៃផងភ្នែកយើងរំពៃមួយឆ្វេងមួយស្ដាំទៅតើមានសំណងថ្មីកើតឡើងទេចាំបាត់ខ្ញុំបានជម្រាបជូនថាឥឡូវនេះត្រូវតែយកតួលេខឲ្យខ្ញុំឲ្យច្បាស់លាស់សំណងអាណាធិបតេយ្យទៅតាមចំណីផ្លូវនេះបាទមានប្រមាណនៅតាមបណ្ដាឃុំសង្កាត់នេះមួយទៅក្រោមការគ្រប់គ្រងរបស់អស់លោកដែលជាប្រធានគណៈបញ្ជាការឯកភាពរបស់ក្រុងស្រុកហ្នឹងហើយធ្វើយ៉ាងម៉េចទប់ស្កាត់កុំឲ្យមានថ្មីពេលខ្លះខ្ញុំជិះតាមដងផ្លូវឃើញបាទគេកំពុងតែធ្វើអញ្ចឹងចេះសួរពួកហ្នឹងចុះហើយចុះឥឡូវយើងឃើញអញ្ចឹងហើយចុះអភិបាលក្រុងស្រុកនោះអត់មានបានមានភ្នែកមានអីមើលតាមយ៉ាងម៉េចទេយ៉ាងម៉េចបាទខ្ញុំមិនចង់ទេណាខ្ញុំអត់ចង់គិតថាយើងមានវិធានការសម្រាប់មន្ត្រីរបស់យើងគាត់កាពេកប៉ុកគាត់រឿងតូចតាចប៉ុន្តែរឿងអត់តូចតាចទេណាប្រជាពលរដ្ឋគាត់ចាំមើលយើងណាបាទរាប់ពាន់រាប់ម៉ឺនភ្នែករបស់ប្រជាពលរដ្ឋបាទអញ្ចឹងទេយើងតម្រូវប្រជាពលរដ្ឋច្រើនឬក៏យើងតម្រូវប្រជាពលរដ្ឋមួយរូបពីររូបឬមួយគ្រួសារដែរបាទអញ្ចឹងចំណុចហ្នឹងដែលយើងត្រូវតែគិតគូរមែនទែនហើយប្រសិនបើជាក្នុងខេត្តរបស់យើងនឹងសម្រាមច្រើនអីច្រើនឡាតើថ្ងៃក្រោយទៅអ្នកដែលថាគាត់មកលេងនៅខេត្តយើងគាត់អញ្ជើញមកទៀតទេយើងមិនបាច់និយាយដល់ជនបរទេសទេយើងនិយាយតែអ្នកទេសចរក្នុងស្រុករបស់យើងចុះអត់ទេណាអញ្ចឹងយើងចិត្តដាក់ឲ្យមែនទែនហើយពិសេសនៅទីតាំងកន្លែងដែលមានរោងចក្រសហគ្រាសនេះគឺថង់ហោះពេញទឹកពេញដីហ្មងឬក៏អស់លោកចង់ឲ្យខ្ញុំទៅរើសខ្លួនឯងយ៉ាងម៉េចសូមមេត្តាជួយផងអញ្ចឹងយើងមានសេនាធិការរបស់យើងតាមបណ្ដាឃុំសង្កាត់យើងមានតាភូមិរបស់យើងមានតាអញ្ចឹងយើងអាចកំណត់ថាអភិបាលរឿងមួយរូបណានោះទទួលខុសត្រូវរឿងសម្រាមនឹងមើលទទួលខុសត្រូវរឿងចំណីផ្លូវនឹងមើលឲ្យជាក់លាក់ច្បាស់លាស់មើលបាទមិនខ្ញុំនិយាយទៅហើយចោលទៅទេអត់ទេណាឥឡូវខ្ញុំត្រូវតែណូតនៅក្នុងសភៅរបស់ខ្ញុំនៅក្នុងគូក្បាលរបស់ខ្ញុំអស់លោកធ្វើការល្អបន្តទៅទៀតទៅពីព្រោះខ្ញុំគិតថាអស់លោកនៅក្មេងចឹងមានអនាគតវែងឆ្ងាយណាក្នុងចំណោមអស់លោកថ្ងៃក្រោយទៅខ្លាចជាអភិបាលខេត្តដែរបាទអាចថាខ្លាចទៅជារដ្ឋមន្ត្រីអាចរដ្ឋខាតិកាឧទាហរណ៍ថ្នាក់តំណងខេត្តរដ្ឋអីផ្សេងទៀតទៅចឹងបើអស់លោកមិនយកចិត្តដាក់តិចកិច្ចការងារតូចតាចនឹងទេអាការទេណាបាទថ្នាក់ដងរបស់យើងមិនមើលឃើញទេបើធ្វើចង់ណាចឹងសូមមេត្តាជួយផងឲ្យកុំឲ្យខ្ញុំស្រែកមើលរសកាកែវរហូតមើលរសេករហូតបាទចឹងសូមជួយបាទហើយក៏ដូចគ្នាជាមួយអស់លោកស្រីដែលជាប្រធានទីអង្គភាពកងកម្លាំងរបស់យើងសូមជួយមើលមែនតែនបាទកន្លែងណាដែលមើលទៅអត់ស្រុកណាដូចឃើញការថ្មីហើយសូមតាក់ទៅជាមួយនឹងអស់លោកដែលជាអភិបាលក្រុងស្រុកនោះទៅស្រាប់គ្នាយើងបងប្អូនយើងមិត្តភក្តិយើងទាំងអស់គ្នាតើសូមជួយផងពិសេសគឺសំណុំពរទៅដល់អាយដាមលោកយើងទាវដែលក្នុងជួរក្រុមប្រឹក្សាខេត្តរបស់យើងសូមមេត្តាជួយផងបាទហើយប្រសិនបើគេវាយបហាមកគឺយើងប៉ះពាល់ទាំងអស់គ្នាអត់មានប៉ះពាល់តែខ្ញុំទេបាទប៉ះពាល់ដល់ប្រជាពលរដ្ឋយើងនិយាយឲ្យអស់ហ្មងទៅមានតែថាម៉េចអ្នកស្ពឺណាអ្នកស្ពឺឬអ្នកកំពុងស្ពឺរបស់យើងទាំងអស់គ្នាទេជាងសូមមេត្តាជួយចូលរួមទាំងអស់គ្នាហើយសូមធ្វើមិនក៏ឲ្យខ្ញុំការរំលឹករាល់ខែបាទឲ្យមានសតិសម្បញ្ញៈរបស់យើងក្នុងខ្លួនរបស់យើងទៅធ្វើកិច្ចការងារទៅបាទដើម្បីយើងជួយកិច្ចការងារទាំងអស់គ្នាទេណាសូមបីតែសម្ដេចនាយករដ្ឋមន្ត្រីលោក
ក៏បានលើកទឹកចិត្តខ្លាំងណាស់សម្រាប់អ្នកកំពង់ស្ពឺរបស់យើងបាទលោកជ័យមកពីរដងពាក់ព័ន្ធជាមួយតំបន់ទេសចររបស់យើងនេះ ពីខ្ញុំហុយបន្លែង LTNG News ធ្វើសេចក្តីរាយការណ៍